បាទអ្នកទាំងអស់គ្នាសួស្តីខ្ញុំបង្ហាញអំពីគ្រាប់ត្រៀលសម្រាប់ដោះជែលឬក៏ដោះអាពកនៅលើកញ្ចក់ហ្នឹងអញ្ចឹងណាបាទហើយសម្រាប់កញ្ចក់ fill in កញ្ចក់ដែលមានម្សៅហើយយើងត្រៀលជែលចេញអាហ្នឹងយើងប្រើគ្រាប់ត្រៀលហ្នឹងបាទនេះគឺល្បឿនខ្ញុំប្រើហ្នឹងគឺល្បឿនលឿនគឺវាអត់កន្លាច់ដៃទេទោះបីជាយើងដាក់គ្រាប់ត្រៀលហ្នឹងវាក៏ដោយពួកគ្រាប់ត្រៀលហ្នឹងគឺវាគ្រាប់អាមុខវាស៊ីហ្នឹងគឺវាស៊ីស្មើល្អអញ្ចឹងវាអត់កន្លាប់ទេអញ្ចឹងបើសិនជាយើងចង់កោះចង់ខៃអាកន្លែងហើបគល់ហ្នឹងគឺស្រួលសម្រាប់ fill in អញ្ចឹងកញ្ចក់ fill in ជាទូទៅគឺខ្ញុំប្រើអាត្រៀលហ្នឹងគឺវាស្រួលគៀស្រួលកោះហើយនៅពេលដែលយើងចង់ត្រៀលអាកន្លែងកពកក៏លើកញ្ចក់ព្រោះម៉ូតខ្លះកពកអ្នកនរគ្នាគឺវាអត់កន្លាច់តែគឺវាស៊ីមកស្រួលបើយើងចង់ដោះជែលលើជើងក៏បានយើងចង់ដោះជែលលើដៃក៏បានព្រោះត្រៀលហ្នឹងគឺវាមានមុខស៊ីតូចល្មមសម្រាប់ដោះជែលអញ្ចឹងបើសិនជាយើងធ្វើម្សៅបញ្ហាកោះគល់កោះដែលកន្លែងដែលហើបហ្នឹងគឺវាស៊ីស្រួលដូចគ្នាបាទមួយគ្រាប់$18ហើយទិញ10ថែមឲ្យមួយនៅក្នុង promotion បាទកញ្ចក់នេះកញ្ចក់ខ្ញុំធ្វើប្រហែលជាជាងមួយខែនិយាយទៅមួយខែគឺហើបគល់បន្តិចដោយសារតែអាគល់នឹងត្រូវចាស់អញ្ចឹងពណ៌សម្រាប់ម្សៅពណ៌គល់ចាស់អ្នកនរនេះត្រូវគៀគល់ចេញណាព្រោះគល់ខ្លះគឺមានខ្មៅទោះបីមិនហើបក៏ដោយក៏ត្រូវតែគៀគល់ចេញដែរដើម្បីឲ្យយើងបំពេញម្សៅមួយតង់ទៀតឃើញម្សៅហ្នឹងគឺឃើញពណ៌ដូចគ្នាបើសិនជាយើងអត់គៀគល់ចេញទេអាគល់ដែលខ្មៅហ្នឹងអាពណ៌ដែលចាស់ហ្នឹងពេលយើង fill ទៅគឺពីរពណ៌ឃើញខុសគ្នាទោះម្សៅដូចគ្នាក៏ដោយអញ្ចឹងបញ្ជាក់តិចណាអញ្ចឹងសម្រាប់ម្សៅពណ៌គឺខុសពីម្សៅថ្លាអញ្ចឹងបើទោះបីជាវាអត់ហើបក៏ដោយក៏យើងព្យាយាមបង្ក្រាបអាកន្លែងហ្នឹងឲ្យរៀបដែរដើម្បីបំពេញម្សៅពណ៌ទៅគឺវាស្មើគ្នាល្អព្រោះម្សៅចាស់និងម្សៅថ្មីឃើញប្លែកខុសគ្នាហ្មងបាទអ្នកនរគ្នាឃើញពណ៌បៃតងហ្នឹងគឺហៅថាពណ៌សម្រាប់ thicker gel ណាអាហ្នឹងខ្ញុំមានលក់ជាឈុតដែរមាន9ពណ៌ដូចជា9ពណ៌មួយឈុតហ្នឹង$45ចាំនៅក្នុងវីដេអូនៅខាងក្រោយវីដេអូខ្ញុំនឹងបង្ហាញរូបឲ្យមើលអាហ្នឹងគេប្រើរបៀបម៉េចអាហ្នឹងគឺយើងគ្រាន់តែដាក់ top coat ហើយយើងគ្រាន់ដាក់អាហ្នឹងពីលើក៏វាចុះឡើងគឺចេញម៉ូតហើយពណ៌ម៉ូតខ្លះត្រូវការពណ៌ហ្នឹងអញ្ចឹងណានៅពីលើកញ្ចក់បាទមានគ្រប់ពណ៌ហើយសិតតែពណ៌ល្អស្អាតទៀតបាទអ្នកនរគ្នាចង់បានអ្នកនរគ្នាគ្រាន់តែថតរូបមកហើយផ្ញើចូលទៅក្នុង page មកខាងក្រុមការងារនឹងរៀបចំឲ្យបាទហើយម៉ាស៊ីនត្រៀលនេះគឺធ្ងន់ល្អបាទមានលឿនមានយឺតតម្លៃ$235ខ្ញុំធានាឲ្យមានបញ្ហាគឺខ្ញុំរយៈពេល1ខែគឺខ្ញុំធានាដោះដូរឲ្យឬក៏ជួសជុលឲ្យអ្វីដែលតាមការជាក់ស្ដែងអញ្ចឹងកញ្ចក់ fill in ពេលខ្លះគឺមានបញ្ហាអ្នកនរគ្នាគៀអាគល់នឹងឲ្យស្អាតណាហើយយើងចាប់ផ្ដើមបំពេញម្សៅចាប់ផ្ដើមត្រៀលគល់ត្រៀលអីដាក់50000អីចឹងណាបាទកញ្ចក់គាត់គឺបើរយៈពេល refill ហ្នឹងគឺទាំងលើកនឹងទៀត4ទៅ5ដងហើយព្រោះកញ្ចក់គាត់ចេះតែដោះរហូតហើយគាត់អត់ចង់ដោះចេញអញ្ចឹងក៏ខ្ញុំ refill ឲ្យទៅបាទនេះគឺជាគ្រាប់សម្រាប់ដោះហ្នឹងបាទរាងវាបែបហ្នឹងមុខវាបែបហ្នឹងបាទម៉ាស៊ីនសម្រាប់ត្រៀលហ្នឹងគឺមាន2ពណ៌មានពណ៌សនិងពណ៌ខ្មៅបាទនេះគឺឈុតហ្នឹងដែលខ្ញុំនិយាយមាន9ពណ៌ហ្នឹងគឺបែបហ្នឹងអូខេចឹងអរគុណ